សូមនិយាយចុងក្រោយបាទសម្រាប់អ្នកចូលថ្មីគឺនៅថ្ងៃនេះបាទខ្ញុំបានទទួលលិខិតពីខាងទីភ្នាក់ងាររបស់ខ្ញុំជាផ្លូវការហើយគឺបានប្រាប់ថាឲ្យត្រៀមខ្លួនដើម្បីវិលត្រឡប់ទៅធ្វើការវិញក៏ប៉ុន្តែអត់ទាន់បញ្ជាក់ថាទៅថ្ងៃណានៅឡើយទេពីព្រោះអីលទ្ធភាពនៃការទទួលឲ្យធ្វើការវិញនោះគឺបានតែ70នាក់ទេក្នុងមួយសប្តាហ៍អញ្ចឹងមួយថ្ងៃបានតែជាង10នាក់ទេគឺត្រូវគេរៀបចំកុំព្យូទ័រឲ្យយើងណាកុំព្យូទ័រពួកខ្ញុំហ្នឹងហើយនឹងរៀបចំកាតឲ្យយើងបាទរៀបចំកាតឲ្យយើងដើម្បីប្រើនៅពីព្រោះកាតពួកខ្ញុំហ្នឹងខុសពីគេកាតពួកខ្ញុំហ្នឹងប្រើសម្រាប់ចូលកុំព្យូទ័រហ្នឹងគាត់ដាក់កាតហ្នឹងចូលហ្នឹងទៅបាទហើយវាយ password ហ្នឹងចូលបានអ្នកខ្លះគាត់វាយ password ចូលបានពួកខ្ញុំអត់ទេត2ត password ផងកាតហ្នឹងចូលផងវាយតែ password ក៏ចូលអត់រួចដែរតតែមកថាកុំព្យូទ័រពួកខ្ញុំហ្នឹងបើថាលួចក៏យកទៅប្រើការដែរគេមានលទ្ធភាពទៅគេឈូស program នឹងពីចម្ងាយបានទៀតអញ្ចឹងណាបាទអញ្ចឹងគឺកំពុងគេរៀបចំអានឹងឲ្យយើងអញ្ចឹងបើសិនជាខ្ញុំទទួលបានថ្ងៃជាក់លាក់ថ្ងៃពេលណាគឺខ្ញុំក៏ជម្រាបលាប្រិមិត្តនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកដែរណាប៉ុន្តែឥឡូវនេះមិនទាន់បានផ្លូវការទេហ្នឹងគឺជាការវិវត្តមួយដែរណាបាទអញ្ចឹងបើទោះបីជាយ៉ាងណាក៏ដោយខ្ញុំត្រឡប់ទៅ VOA វិញបាទបើទោះបីជាមិនបានផ្សាយពីរឿងកម្ពុជាច្រើនដូចពេលដែលខ្ញុំចែករំលែកនេះក៏ខ្ញុំសង្ឃឹមថាប្រិមិត្តនឹងនៅតែបន្តគ្រប់គ្រងបាទទៅស្ដាប់ព័ត៌មានពីព្រោះអ្វីដែល VOA ផ្សាយវាជាជំហរផ្លូវការរបស់ខាងសហរដ្ឋអាមេរិកនេះទាំងតំណាងឲ្យរដ្ឋបាលលោកធានាធិបតីតំណាងឲ្យសភានិងតំណាងឲ្យមហាជនរបស់អាមេរិកអំពីជំហរជាផ្លូវការរបស់សហរដ្ឋអាមេរិកបាទហើយយើងសង្ឃឹមថាយើងនឹងអាចធ្វើការងារប្រកបដោយវិជ្ជាជីវៈជាអ្នកសារព័ត៌មានដដែលគឺមិនមែនជាគេហៅថាបណ្ដាញឃោសនាការរបស់រដ្ឋបាលលោកត្រាំទេគឺបាទជាអ្នកសារព័ត៌មានដែលនិយាយកន្លែងណាមិនល្អនៅក្នុងការងាររបស់សហរដ្ឋអាមេរិកក៏យើងនឹងអាចមានឱកាសនឹងនិយាយបានអញ្ចឹងណាបាទមួយឥឡូវនេះដោយសារតែខ្ញុំចិត្តចូលទៅវិញអញ្ចឹងហើយកំពុងតែនៅសម្រាប់ admin ជាផ្លូវការខ្ញុំនៅមានសិទ្ធិសេរីភាពច្រើននៅក្នុងការនិយាយបាទនៅពេលដែលចូលវិញខ្ញុំមិនអាចមាននិយាយច្រើនចាឥឡូវខ្ញុំបានសន្យាជាមួយនឹងប្រិមិត្តថាខ្ញុំនឹងវិតម្លៃការដឹកនាំរបស់កម្ពុជាបាទរឿងនេះសាមញ្ញទេឆ្លងតាមខ្ញុំនិយាយនោះខ្ញុំនិយាយនេះគឺខ្ញុំសម្ដៅតែពេលដែលការឡើងចុងក្រោយនេះទេណាពេលឡើងចុងក្រោយដែលជាពិសេសគឺលោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានឹងលោកបានធ្វើការយ៉ាងស្និទ្ធស្នាលជាមួយនឹងសហរដ្ឋអាមេរិកលោកបានធ្វើការងារការទូតនឹងយ៉ាងល្អជាមួយនឹងប្រទេសនានាបាទខ្ញុំវាតម្លៃទៅលើចំណុចហ្នឹងទេបាទឬចំណុចអីផ្សេងទៀតពីរឿងតាក់ទងនឹងជ្រុងអភិបាលកិច្ចរឿងអីផ្សេងទៀតខ្ញុំសូមមិននិយាយដល់ទេណាបាទអញ្ចឹងជាងស្ដាប់កន្លែងហ្នឹងឲ្យច្បាស់ដើម្បីឲ្យយល់គ្នាអញ្ចឹងការវាតម្លៃរបស់ខ្ញុំឃើញនៅមួយរយៈពេលដែលការដោះស្រាយបញ្ហាតាក់ទងនឹងកម្ពុជានោះបើទោះបីជាមកដល់ពេលនេះមិនទាន់បានទទួលលទ្ធផលតាមអ្វីដែលប្រិមិត្តចង់បានក៏ដោយប្រិមិត្តខ្ញុំសឹងជឿថាសឹងតែ 100% ហើយដែលចង់បានលទ្ធផលឲ្យដូចមុនពេលដែលយើងមានបញ្ហានៅខែកក្កដាកន្លងមកនេះវិញអញ្ចឹងណាបាទក៏ប៉ុន្តែបើទោះបីជាមិនបានក៏ដោយក៏ដំណើរការនៃការដោះស្រាយនឹងកំពុងដំណើរការទៅនឹងចំណុចទី1ចំណុចទី2ការដែលខ្ញុំនិយាយនេះប្រិមិត្តទៅយល់ថាខ្ញុំជាអ្នកជំនាញមួយដែរខាងនឹងការសិក្សាជ្រៅជ្រះដែរខាងផ្នែកការទូតអញ្ចឹងខ្ញុំចូលចិត្តនិយាយអ្វីឲ្យដោះស្រាយតាមយន្តការការទូតបាទអញ្ចឹងដូច្នេះអ្នកដែលចូលចិត្តដោះស្រាយបញ្ហាតាមរយៈកម្លាំងអានឹងគឺគាត់អាចមិនយល់ស្របអញ្ចឹងដូច្នេះនោះជារឿងធម្មតាណាអញ្ចឹងដូច្នេះខ្ញុំពេលដែលខ្ញុំឃើញថ្នាក់ដឹកនាំកម្ពុជាគាត់ប្រើប្រាស់យន្តការការទូតហ្នឹងខ្ញុំពេញចិត្តហើយខ្ញុំគ្រប់គ្រងពួកខ្ញុំអត់ចូលចិត្តឲ្យមានការដោះស្រាយបញ្ហាដោយហិង្សាទេពីព្រោះសង្គ្រាមស្លាប់ហើយអត់វិលត្រឡប់មកវិញទេយើងសួរតើយុទ្ធជនក្លាហានរបស់កម្ពុជាដែលបានពលីប្រមាណអ្នកបាទតែសរុបទៅជា100នាក់បាទទាំងសងខាងហ្នឹងតើគាត់មកវិញទេអ្នកណាដែលឈឺចាប់ហ្នឹងពេលមកខ្លះសួរអាចភ្លេចបាត់ហើយបែបទៅរំច្រៀងការ៉ាអូខេបាត់ហើយក៏ប៉ុន្តែក្រុមគ្រួសាររបស់គាត់នៅឈឺចាប់ដល់ថ្ងៃនេះអត់ទាន់បាត់ទេអាចអ្នកខ្លះកំពុងតែប្រឈមជាមួយនឹងជីវភាពផងដែរឃើញទេបាទអញ្ចឹងគឺទុកលំបាករបស់ក្រុមគ្រួសារយុទ្ធជនទាំងនោះអត់មានអ្នកណាដឹងក្រៅពីពួកគាត់នោះទេអញ្ចឹងបានជាខ្ញុំចូលចិត្តជំរុញអ្វីឲ្យដោះស្រាយអ្វីជាការទូតបាទការទូតហើយគ្រាន់តែការទូតការដោះស្រាយដោយយន្តការការទូតនឹងវាយូរ
view តែស្ទាមទីពេលវេលានិងភាពពេលឆ្លាតនៅក្នុងការដោះស្រាយបញ្ហាហ្នឹងបាទអញ្ចឹងដល់ពេលដែលខ្ញុំឃើញថាដឹកនាំកម្ពុជាគឺពិសេសលោកហ៊ុនម៉ាណែតគាត់ដោះស្រាយបញ្ហាហ្នឹងដោយចូលលើយន្តការការទូតខ្ញុំគ្រប់គ្រងខ្ញុំថាជាការមួយល្អហើយពីព្រោះខ្ញុំតែងតែនិយាយហើយនិយាយទៀតថាដីនឹងដីរបស់កម្ពុជាហើយអ្វីក៏យើងទៅវាដើម្បីយកដណ្ដើមដីយើងមកវិញបើយើងមានយន្តការផ្សេងទៀតដែរការទូតដោះស្រាយទ្វេភាគីយន្តការតំបន់តុលាការបាទទៅពីអន្តរជាតិឯនឹងមានដូច្នេះការសម្រេចប្រើនៅពេលណាអានឹងជាសិទ្ធិរបស់ថ្នាក់ដឹកនាំមួយដែលគាត់យល់ថាកលៈទេសៈណាសមស្របគាត់ប្រើនោះរបស់គាត់បាទខ្ញុំអញ្ចឹងបើជាខ្ញុំនិយាយខ្ញុំគ្រប់គ្រងគាត់កន្លែងហ្នឹងដែរគឺគាត់ធ្វើនោះខ្ញុំយល់ស្របពួកខ្ញុំអត់ចង់ឃើញឈាមក្បែរហូរអត់បងដោយសាររឿងជារឿងពេលខ្លះយើងទៅបង្ហូរប៉ុន្តែរឿងខ្លះពេលខ្លះបើយើងជាបានយើងជាទៅបាទអញ្ចឹងនឹងរឿងមិនណាហើយកុំនិយាយថាខ្ញុំតាមដានគាត់ខ្ញុំតាមដានគាត់យូរខ្ញុំធ្លាប់មានពេលមួយខ្ញុំទម្លាក់តម្លៃគាត់ដែរគឺពេលមួយខ្ញុំភ្លេចឆ្នាំហើយគឺពេលដែលគាត់អញ្ជើញទៅអូស្ត្រាលីពេលនោះមានបាតកម្មច្រើនប្រឆាំងនឹងវត្តមានរបស់គាត់នៅអូស្ត្រាលីកាលនោះដូចជាមានដុតរូបលោកហ៊ុនសែនផងពេលនោះគាត់អញ្ជើញត្រឡប់មកប្រទេសកម្ពុជាវិញគាត់ធ្វើសន្និសីទសារព័ត៌មានពេលនោះគាត់មិនទាន់ធ្វើនាយករដ្ឋមន្ត្រីទេលោកហ៊ុនម៉ាណែតណាគាត់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅអាកាសយានដ្ឋានគាត់ដូចជាខឹងហើយខ្ញុំពេលនោះខ្ញុំនិយាយជាមួយគ្នាខ្ញុំថាធ្លាក់មកបន្ទុកឲ្យសម្រាប់ការវិតម្លៃរបស់ខ្ញុំពីព្រោះគាត់បើសិនជាគាត់ថ្ងៃក្រោយចង់ធ្វើមេដឹកនាំទៅរក្សាចិត្តឲ្យតែជាក់ជានិច្ចដោយសារអីដោយសារគាត់រៀននៅខាងក្រៅប្រទេសរៀននៅអាមេរិកផងរៀននៅអង់គ្លេសផងអញ្ចឹងគាត់ត្រូវចេះទប់អារម្មណ៍ពេលហ្នឹងបាទតែដោយសារពេលយ៉ាងម៉េចគាត់ទប់មិនបានពេលហ្នឹងគាត់និយាយដូចយើងចង់ខឹងបន្តិចបាទប៉ុន្តែមិនជាខឹងខ្លាំងបើគាត់យើងខឹងបន្តិចដែរបាទខ្ញុំថាអត់ត្រូវទេដល់ពេលមកឃើញក្រោយមកឃើញគាត់និយាយរបៀបមនុស្ស cool calm ហើយចុងក្រោយឃើញការនិយាយប្រស័យតាក់ទងជាមួយនឹងមន្ត្រីសហរដ្ឋអាមេរិកបាទខ្ញុំថាការដឹកនាំបែបនេះបានល្អដែលគឺនៅប្រិមិត្តខ្លះនៅចាំពីខ្ញុំថាសឿងបឿងខ្ញុំថាក្រុមការងារហ្នឹងសឿងបឿងមកពីមែនបាទអញ្ចឹងណាបាទនៅចាំពីហ្នឹងបាទគឺការនិយាយជាមួយមន្ត្រីរបស់សហរដ្ឋអាមេរិកហ្នឹងគឺពួកគាត់ក្មេងៗមែនប៉ុន្តែគាត់មាន connection ល្អខ្ញុំសរសើរហើយការដែលមាន connection ល្អហ្នឹងមិនមែនដឹងតែតាមអ្វីដែលប្រិមិត្តមើលឃើញទេខ្ញុំដឹងរហូតដល់ប៉ុណ្ណេះខ្ញុំដឹងពីប្រភពពីអាមេរិកទៅវិញទេមន្ត្រីការទូតរបស់សហរដ្ឋអាមេរិកមួយចំនួនដែលធ្លាប់បំពេញការងារនៅប្រទេសកម្ពុជាហើយមកអាមេរិកវិញនេះក៏នៅរក្សាទំនាក់ទំនងជាមួយនឹងមន្ត្រីរបស់កម្ពុជាដែរគឺក្នុងកម្រិតជា personal relation នឹងសំខាន់ណាស់អញ្ចឹងបានជាខ្ញុំឲ្យប្រិមិត្តចងចាំចំណុចហ្នឹងផងដែរបើយើងធ្លាប់ធ្វើការជាមួយនៅអ្នកណានៅកន្លែងណាអីក៏ដោយរក្សាទំនាក់ទំនងនោះឲ្យជាប់ជៀសវាងអំផុតពាក្យមួយម៉ាត់គេថារុះឆ្លងស្ពានហើយរុះស្ពានចោលកុំប្រកាន់អាកប្បកិរិយានោះឯសោះត្រូវការប្រើគេបានយើងតាក់ទងគេមិនត្រូវការប្រើគេយើងធាក់ចោលកុំធ្វើបែបហ្នឹងវាអត់ល្អទេដូច្នេះខ្ញុំដឹងរហូតដល់ថាមានមន្ត្រីរបស់សហរដ្ឋអាមេរិកដែលធ្លាប់បំពេញការងារការទូតនៅកម្ពុជាហ្នឹងមកដល់សហរដ្ឋអាមេរិកវិញហើយនៅតែរក្សាទំនាក់ទំនងជាមួយនឹងមន្ត្រីរបស់កម្ពុជាទៀតបាទនឹងល្អបាទបើដល់រាប់ណាកម្ពុជានិងសហរដ្ឋអាមេរិកបានដំណើរការល្អបញ្ហាដទៃទៀតក៏វានឹងទៅដោះស្រាយបញ្ហាតាមនោះដែរตัวយ៉ាងដូចជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិលទ្ធិប្រជាធិបតេយ្យវាទៅជាជំហានជាបន្តផងដែរបាទការធ្វើពាណិជ្ជកម្មវារីកចម្រើនហើយក៏ប៉ុន្តែមិនមែនតែពាណិជ្ជកម្មមួយមុខទេបាទហើយបើកាលណាយើងមានជីវភាពទូធាពាណិជ្ជកម្មល្អហើយសិទ្ធិមនុស្សវាទៅតាមនឹងឯងបាទហ្នឹងគឺខ្ញុំសូមវិតម្លៃប៉ុណ្ណឹងណាបាទប៉ុន្តែសូមជាម្ដងទៀតគឺខ្ញុំផ្ដោតទៅលើការជ្រុងនៃការដែលគាត់ធ្វើការងារការទូតរយៈពេលចុងក្រោយនេះជាមួយនឹងសហរដ្ឋអាមេរិកនៅក្នុងរឿងបញ្ហារឿងព្រំដែនទេណាតែរឿងការដឹកនាំទូទៅអភិបាលកិច្ចល្អឯផ្សេងទៀតខ្ញុំអត់យកមកពីតម្លៃនៅពេលនេះទេណាហ្នឹងគឺកុំច្រឡំគ្នានៅពេលនេះហើយមួយទៀតខ្ញុំក៏ឆ្លៀតរការហ្នឹងគឺខ្ញុំសរសើរដែរសរសើរគឺគណៈបកមិនកាន់អំណាចមួយបាទយើងហៅថាគណៈបកប្រឆាំងក៏បានដែរនៅក្នុងប្រទេសកម្ពុជាដែលខ្ញុំមើលក្នុងអំឡុងពេលនៃមានវិបត្តិជាមួយថៃនេះខ្ញុំសរសើរគាត់គឺគណៈបកប្រជាធិបតេយ្យជឿនលឿនណាបាទរបស់បងយ៉ាំពញ្ញរិទ្ធខ្ញុំសរសើរជំហរគាត់ខ្ញុំអាសាទៅ comment ខ្ញុំអាសាទៅ like page របស់គាត់ដែរគឺខ្ញុំចង់ផ្ទាល់ខ្លួនខ្ញុំទេណាខ្ញុំចង់បានអ្នកនយោបាយកម្ពុជាបែបនោះ
ពេលដែលមានបញ្ហាអញ្ចឹងគឺគាត់រួមបញ្ចេញយោបល់រួមគ្នាជាមួយខ្មែរជាខ្មែរតែមួយនិយាយអ្វីជាខ្មែរតែមួយក៏ប៉ុន្តែគាត់ក៏អត់ភ្លេចទូនាទីដែរគាត់ដែរពេលខ្លះខ្ញុំឃើញគាត់សរសេររបស់គាត់នៅតែទាមទារឲ្យមានអភិបាលកិច្ចល្អឲ្យមានតម្លាភាពទូយ៉ាងដូចជារឿងគាត់ថារចនាសម្ព័ន្ធដឹកនាំវាមានច្រើនមានអីគួរតែកាត់បន្ថយកាត់អីហ្នឹងគាត់នៅនិយាយតែដែរបាទខ្ញុំពេញចិត្តនឹងអ្វីដែលគាត់បាននិយាយហ្នឹងអញ្ចឹងបាទខ្ញុំមើលខ្ញុំថាបើសិនជាយើងធ្វើបែបនេះបានគណៈបកប្រឆាំងដែលធ្វើបែបនេះដូចជាខ្ញុំនិយាយដោយឈ្មោះហ្មងបាទមានគណៈបកផ្សេងទៀតដែរដូចជារបស់ខាងរឿងទៀតឥឡូវដូចទៅជាឆន្ទៈខ្មែរអញ្ចឹងហ៎បាទហ្នឹងក៏មាននៅក្នុងប្រទេសកម្ពុជាដែរក៏ប៉ុន្តែខ្ញុំហើយជាមកពីខ្ញុំមិនបានទៅមើល page របស់គាត់ច្រើនខ្ញុំមិនវាមិនលេចចេញមកតាម Facebook របស់ខ្ញុំមិនបានមើលមិនដឹងចំពោះគាត់មិនប៉ុន្តែខ្ញុំអាសាឃើញបងបញ្ញរិទ្ធគាត់និយាយច្រើនបាទនិយាយច្រើនដែរជាកម្លាំងលើកទឹកចិត្តទៅដល់ខ្មែរឲ្យខ្មែរឈរជាកម្លាំងតែមួយដោះស្រាយបញ្ហាហ្នឹងដោយសន្តិវិធីប៉ុន្តែមិនភ្លេចទូនាទីនៅក្នុងការនិយាយឲ្យមានការកែលម្អនៅក្នុងការដឹកនាំបាទអាហ្នឹងខ្ញុំសរសើរខ្ញុំសរសើរគាត់ខ្ញុំសរសើរខ្ញុំថាមានខមមិនសរសើរគាត់ដោយផ្ទាល់ខ្ញុំអត់លាក់លៀមទេបាទអញ្ចឹងនេះគឺជាការចូលរួមចំណែករបស់ខ្ញុំប៉ុណ្ណឹងដែលខ្ញុំបានសន្យាជាមួយប្រិមិត្តកន្លងមកហើយខ្ញុំជឿថាមានរឿងដែលខ្ញុំសន្យាទៀតដែលខ្ញុំមិនបាននិយាយអស់ហើយខ្ញុំអាចនិយាយពេលនេះដោយសារតែខ្ញុំនៅមានសិទ្ធិសេរីខ្ញុំនៅមានសេរីភាពនៅក្នុងការនិយាយនៅពេលណាដែលខ្ញុំទទួលបានលិខិតអញ្ជើញទៅធ្វើការវិញបាទខ្ញុំមិនអាចនិយាយបានទៀតទេហើយ show នឹងក៏បាត់អញ្ចឹងខ្ញុំរីករាយជាថ្មីម្ដងទៀតអរគុណប្រិមិត្តដែលតែងតែគោរពនិងឲ្យតម្លៃរបស់ខ្ញុំហើយកុំនិយាយទៅដែរទៀតចុះកុំបារម្ភក៏អីអ្នកណាដែលខឹងខ្ញុំក៏ដោយអ្នកណារិះគន់ខ្ញុំពាក្យមិនព្រមនេះខ្ញុំអត់គុំទេជឿខ្ញុំអត់គុំទេព្រោះខ្ញុំយល់ថាថ្មយើងត្រូវការពេលវេលាផ្សះផ្សាគ្នាពេលវេលាយោគយល់គ្នានឹងច្រើនណាស់បាទគេយល់ច្រឡំពីយើងបាទថ្ងៃណាមកគេនឹងយល់ពីយើងវិញហើយពេលណាគេយល់ច្រឡំសិនចឹងបាទនិយាយទៅបាទនឹងរឿងរបស់គេកុំខឹងកុំគេថាយកកំហឹងទល់កំហល់បាទមិនល្អទេបាទហ្នឹងគឺចូលរួមចំណែកប៉ុណ្ណឹងណាបាទតកតងជាមួយនឹងការវិវត្តនៅក្នុងប្រទេសអ៊ុយក្រែនបាទបើយោងតាមការបញ្ជាក់ឲ្យដឹងរបស់លោក Volodymyr Zelensky ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោកបានបញ្ជាក់កាលពីថ្ងៃច័ន្ទថាបើយោងតាមក្រុមស៊ើបការសម្ងាត់របស់អ៊ុយក្រែនគឺជឿជាក់ថាកងកម្លាំងរបស់រុស្ស៊ីឥឡូវនេះកំពុងតែរៀបចំនៅការវាយប្រហារបន្ថែមទៀតទៅលើប្រទេសអ៊ុយក្រែនបាទក្នុងពេលឆាប់នេះហើយបាទលោក Zelensky បានថ្លែងបែបនេះតាមរយៈវីដេអូដែលលោកបានថ្លែងជារៀងរាល់យប់ទៅដល់ប្រិមិត្តរបស់គាត់បាទលោក Zelensky គាត់នៅបណ្ដាញសង្គមនោះគាត់ very active ណាបាទអញ្ចឹងគាត់បានដឹងរឿងដឹងអីពីគាត់នោះដោយសារគាត់និយាយផ្ទាល់តែម្ដងបាទដែលជាការមួយបង្ហាញថាការវាយប្រហារនោះគឺអាចកើតឡើងនៅថ្ងៃច័ន្ទក៏ប៉ុន្តែលោកមិនបានផ្ដល់ព័ត៌មានលម្អិតតែពេលវេលាពិតប្រាកដជាក់លាក់កន្លែងណាហើយនៅទីតាំងនៅកន្លែងណាដែលបាទការវាយប្រហារនឹងកើតមានឡើងនោះទេបាទប៉ុន្តែតាមធម្មតាគឺកងកម្លាំងរបស់រុស្ស៊ីនោះតែងតែវាយប្រហារតាមអាកាសជាប្រចាំទៅលើទីក្រុងនានារបស់ប្រទេសអ៊ុយក្រែនបាទជាពិសេសគឺបាននៅវាយប្រហារនៅពេលយប់បាទក្នុងនោះរួមទាំងរដ្ឋធានីគីវផងដែរហើយការវាយប្រហារនោះគឺសម្ដៅហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់ខាងអ៊ុយក្រែនបាទសូមជូនបច្ចុប្បន្នភាពតកតងជាមួយនឹងការបុកយន្តហោះជាមួយនឹងរថយន្តអគ្គិភ័យនៅញូវយ៉កនៅទីក្រុងញូវយ៉កបាទជារឿងអកុសលដែលមានការបុកគ្នានឹងគឺក្រុមហ៊ុនអាកាសយានដ្ឋានអាកាសចរ Air Canada បាទបានប៉ះគ្នាជាមួយនឹងរថយន្តអគ្គិភ័យដែលបានចូលទៅកន្លែងហ្នឹងទៅកន្លែងពីហោះហ្នឹងដើម្បីជួយសង្គ្រោះយន្តហោះមួយផ្សេងទៀតដែលកំពុងមានបញ្ហាដែលត្រូវការជំនួយស្រាប់តែបើកទៅដល់យន្តហោះនោះចុះតែម្ដងហើយគឺមានការទំនាក់ទំនងខុសគ្នាយ៉ាងម៉េចក៏ប៉ះទៅហើយពីឡុតទាំងពីរនាក់បានស្លាប់បាត់បង់ជីវិតហើយមានអ្នករបួសនឹងជាច្រើនអ្នកផងដែរណាបាទគឺអ្នករបួសនឹងច្រើនគឺបើតាមតួលេខឲ្យដឹងថាមានរហូតដល់42នាក់បាទ42នាក់ទាំងអ្នកធ្វើការនៅលើយន្តហោះហ្នឹងទាំងអ្នកដំណើរហ្នឹងគឺបានរងរបួសទៅបានយកទៅព្យាបាលនៅមន្ទីរពេទ្យក៏ប៉ុន្តែមាន32នាក់គឺរបួសស្រាលទេបាទនៅល្ងាចថ្ងៃច័ន្ទហ្នឹងគឺបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យវិញហើយ
បាទពេលព្រឹកថ្ងៃច័ន្ទឲ្យអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យវិញហើយក្រៅពីនោះគឺនៅមានរបួសធ្ងន់ដោយឡែកគឺអ្នកបើករថយន្តអគ្គិភ័យចំនួន2នាក់នោះក៏នៅក្នុងរថយន្តនោះគឺរងរបួសនោះក៏ត្រូវបានគេយកទៅមន្ទីរពេទ្យព្យាបាលផងដែរបាទនេះគឺជាហេតុការណ៍មួយដែលមិនទាន់ដឹងមូលហេតុពិតប្រាកដឲ្យបានជាក់លាក់នៅឡើយទេគឺស្ថិតក្រោមការស៊ើបអង្កេតនៅឡើយតែការវិវត្តនឹងគឺយ៉ាងណាបាទចឹងសូមអរគុណប្រិយមិត្តដែលចូលមកស្ដាប់ការចែករំលែកព័ត៌មានរបស់ខ្ញុំពីបច្ចុប្បន្នភាពអាមេរិកបាទគឺជារឿងមួយដែលវិវត្តថ្មីនៅក្នុងសហរដ្ឋអាមេរិកដែលប៉ូលីសអន្តោប្រវេសន៍ ICE បាទចូលរួមធ្វើប្រតិបត្តិការជួយសម្រួលទៅដល់អ្នកធ្វើដំណើរតាមផ្លូវអាកាសឥឡូវនេះចាប់ពីថ្ងៃច័ន្ទមកនៅសហរដ្ឋអាមេរិកគឺប៉ូលីសអន្តោប្រវេសន៍ ICE បានដាក់ពង្រាយទៅអាកាសយានដ្ឋានរបស់សហរដ្ឋអាមេរិកហ្នឹងបាទជាង10បាទនៅថ្ងៃច័ន្ទហ្នឹងតែម្ដងដើម្បីជួយពិនិត្យមើលសន្តិសុខក្នុងគណៈពេលដែលមន្ត្រី TSA មន្ត្រីសន្តិសុខអាកាសយានដ្ឋានជាច្រើនអ្នកបានឈប់សម្រាកដោយសារតែធ្វើការមិនបានទទួលប្រាក់បៀវត្សបាទពួកគាត់ជាបុគ្គលិកគេហៅថា essential បុគ្គលិកសំខាន់ហ្នឹងគឺទៅបានគេឥឡូវនេះដូចជាគេឡើងប្រើពាក្យ essential គេថាពាក្យអីមិនដឹងខ្ញុំពាក្យថ្មីខ្ញុំភ្លេចពាក្យថ្មីបាទគេ essential តែចាំតែ essential ហ្នឹងបាទគឺពួកបុគ្គលិកដែលសំខាន់បានទៅតែធ្វើការដោយមិនបានប្រាក់ខែទេនៅពេលដែលរដ្ឋាភិបាលបិទទ្វារបាទអញ្ចឹងដូច្នេះពួកគាត់មិនអាចធ្វើការងារអ្វីផ្សេងបានឥឡូវគាត់សម្រេចឈប់សម្រាប់សុំច្បាប់ដើម្បីធ្វើការងារអ្វីដើម្បីរកលុយបងបៀលបងអីចឹងទៅបងពីកាយប័ត្រនានាផ្ទះសំបែងអីចឹងទៅមកហូបអាហារចឹងទៅអញ្ចឹងដូច្នេះតែយកប៉ូលីសអន្តោប្រវេសន៍ ICE មកជួយបាទក្រសួងសន្តិសុខមាតុភូមិក៏បានបញ្ជាក់ថាគឺពិតមែនខ្លួនបានដាក់ប៉ូលីសអន្តោប្រវេសន៍ ICE នឹងរាប់រយនាក់ដើម្បីជួយតាមដានពិនិត្យមើលអាកាសសន្តិសុខនៅតាមអាកាសយានដ្ឋានបាទឥឡូវនេះកំពុងតែជួបបញ្ហាលំបាកពីព្រោះបើតាមតួលេខកាលពីថ្ងៃច័ន្ទកាលពីថ្ងៃអាទិត្យនេះគឺមានមន្ត្រីសន្តិសុខអាកាសយានដ្ឋាននឹងជិត 12% ទៅហើយឬក៏ជាចំនួនតួលេខវិញគឺជាង 3450 នាក់មិនបានមកធ្វើការនោះទេដោយគេសុំច្បាប់សម្រាប់បាទក្រោយពីការបិទរដ្ឋាភិបាលហ្នឹងគឺចាប់ផ្ដើមចូលដល់សប្តាហ៍ទី6ទៅហើយមកជាង5ខែជាង5សប្តាហ៍ទៅហើយមិនទាន់បើកវិញហើយមន្ត្រីនៃខាងផ្នែកស៊ើបអង្កេតរបស់ប៉ូលីសអន្តោប្រវេសន៍ ICE ហ្នឹងគឺក៏ត្រូវបានគេដាក់ទៅអាកាសយានដ្ឋានហ្នឹងគឺឥឡូវនេះមានចំនួន14បាទដើម្បីជួយសម្រួលចរាចរណ៍ជួយសម្រួលសន្តិសុខនៅទីនោះគឺរួមមានអាកាសយានដ្ឋានអ្នកនៅអាមេរិកស្ដាប់នៅ Atlanta មាន Atlanta មាននៅ New York បាទ New York Newark New Orleans Cleveland Pittsburgh Phoenix Fort Myers Florida នេះបើយោងតាមមន្ត្រីនេះក៏បានប្រកាសតាមបណ្ដាញសង្គមផងដែរបាទដោយឡែកពីនោះគឺនៅអាកាសយានដ្ឋាន Atlanta Hartsfield Jackson ហ្នឹងគឺអាកាសយានដ្ឋានដែលមានយកជាងគេបំផុតធំនៅ Jackson បាទ Atlanta ហ្នឹងគឺបាទគឺបានប្រាប់ឲ្យអ្នកដំណើរថាអូអាកាសយានដ្ឋានធំអញ្ចឹងទៅអ្នកដំណើរហ្នឹងត្រូវទៅ4ម៉ោងមុនពេលដែលយន្តហោះចេញដំណើរដើម្បីកុំឲ្យខកជើងយន្តហោះពីព្រោះនៅកន្លែងហ្នឹងបុគ្គលិកសន្តិសុខ TSA ហ្នឹងជាង 40% ជាងជិតពាក់កណ្ដាលណាបាទគឺគាត់មិនមកធ្វើការទេកាលពីថ្ងៃអាទិត្យដោយសារពួកគាត់សុំច្បាប់សម្រាប់ទៅធ្វើអ្វីផ្សេងគឺថាអ្វីដែលខ្ញុំនិយាយហ្នឹងគឺវាមិនត្រូវ 100% ទេប៉ុន្តែជាការចូលរួមចំណែករបស់ខ្ញុំចូលរួមចំណែករបស់ខ្ញុំប្រិមិត្តអាសាសួរខ្ញុំថាទៅរឿងសារព័ត៌មានយ៉ាងម៉េចដែរបើសិនជាខ្ញុំអាចចូលរួមចំណែកបានខ្ញុំនិយាយចា៎ខ្ញុំចែកជាពីរទី1គឺនៅពេលដែលតាក់ទងជាមួយនឹងចំនួនជាមួយនឹងសៀមហ្នឹងគឺខាងក្រមព័ត៌មានរបស់ក្រសួងការពារជាតិក្តីរបស់ខាងរដ្ឋាភិបាលក្តីធ្វើការងារបានល្អបាទក្នុងការផ្ដល់បច្ចុប្បន្នភាពទៅដល់ប្រជាពលរដ្ឋក៏ដូចជាទៅដល់អ្នកសារព័ត៌មានប៉ុន្តែបើសិនជាមានចំណុចមួយដែលអាចកែលម្អបន្ថែមលើនឹងទៀតក៏រឹតតែល្អដែរនេះគាត់ឲ្យយោបល់របស់ខ្ញុំណាបាទបើឲ្យបានបន្ថែមមួយចំណុចទៀតនឹងកាន់តែល្អគឺការចេញមកនិយាយជាមួយអ្នកសារព័ត៌មានខ្ញុំមើលទៅវាហាក់ដូចជាគេថា one way គឺផ្លូវតែមួយគឺគាត់មក feed ជាមួយនឹងព័ត៌មានហើយគាត់ចាប់តែម្ដងបើសិនជាទុកឱកាសឲ្យអ្នកសារព័ត៌មានបានសួរខ្លះបាទយ៉ាងអន់បំផុតយក 4-5 សំណួរទៅបាទព្រោះមិនសួរអ្វីថ្មីដដែលទេប៉ុន្តែវាបង្ហាញនៅលក្ខណៈតម្លាភាពច្រើនដែរដែលថាគឺអ្នកសារព័ត៌មានឆ្ងល់អីសួរទៅគឺខាងអ្នកនាំពាក្យគាត់បើកចំហជូន
ហ្នឹងគឺធ្វើឲ្យគេថា credibility ការជឿជាក់ទៅលើក្រុមអ្នកព័ត៌មានហ្នឹងកាន់តែល្អប្រសើរទៀតបើធ្វើអញ្ចឹងបានថ្ងៃក្រោយគួរតែបន្ថែមចំណុចហ្នឹងផងបើខ្ញុំលើកឃើញចំណុចហ្នឹងបាទប៉ុន្តែក្នុងពេលដែលមានរឿងព្រាមខ្ញុំមិននិយាយទៅមិនចង់ស្មារតីគាត់ទេណាបាទប៉ុន្តែបើសិនថ្ងៃក្រោយមានរឿងអីឱកាសហ្នឹងផងដែរហើយដើម្បីបានជាខ្ញុំនិយាយចឹងតើខ្ញុំមានបទពិសោធន៍ទេខ្ញុំមានបទពិសោធន៍ពេលនៅ UN គឺប្រធានខ្ញុំគាត់ចង់តែពិតទៅជាកំណត់របស់ប្រធានខ្ញុំមិនមែនជាកំណត់របស់ខ្ញុំទេប្រធានខ្ញុំគាត់ចង់និយាយទំនាក់ទំនងជាមួយនឹងអ្នកសារព័ត៌មានប្រចាំខែគាត់ក៏ឲ្យខ្ញុំរៀបចំសន្និសីទសារព័ត៌មានមិនមែនសន្និសីទព័ត៌មានគេថា background briefing នេះគឺបានន័យថាជម្រាបដល់អ្នកសារព័ត៌មានដើម្បីគ្រាន់តែជា background ទេដើម្បីដឹងពីរឿងឧទាហរណ៍រឿងព្រេងការពិតនឹងវាចេះចរចាគ្នាចេះវានៅជួបបញ្ហាអញ្ចឹងនិយាយឲ្យអស់ជាមួយនឹងអ្នកសារព័ត៌មានគាត់សួរអីឆ្លើយនឹងមកក៏ប៉ុន្តែគាត់ដាក់លក្ខខណ្ឌមួយគឺមិនឲ្យយកផ្សាយដើម្បីឲ្យគាត់មានឱកាសនិយាយអស់ហេប្រធានខ្ញុំគាត់មានកណ្ដិតអញ្ចឹងខ្ញុំក៏រៀបចំគាត់នៅ Cambodia Daily ជាភាសាអង់គ្លេសនៅ Cambodia Daily គ្នាត្រូវការផ្សាយដែរបាទសារព័ត៌មានភ្នំពេញប៉ុស្តិ៍ក៏គ្នាត្រូវការផ្សាយប៉ុន្តែភ្នំពេញប៉ុស្តិ៍ក៏អត់អត់សូវប្រកួតប្រជែងពីពួកគាត់ចេញដូចជា2សប្តាហ៍ម្ដងជាពិសេស Cambodia Daily ចំនួននោះជាភាសាអង់គ្លេសណាគាត់មកសុំខ្ញុំថាគឹមសេងតើអាចសុំចំណុចណាមួយទេបាទខ្ញុំជាមន្ត្រីព័ត៌មានហ្នឹងយើងទៅកែច្នៃព្រោះយើងយល់ជាមន្ត្រីព័ត៌មានពុជធ្លាប់ជាអ្នកកសែតខ្លួនឯងផងហើយពេលគ្នាទៅការផ្សាយគ្នាអត់មានពេលណាមកអង្គុយស្ដាប់យើង1ម៉ោងហើយចោលការងារគ្នាទេអញ្ចឹងខ្ញុំក៏មានការព្រមព្រៀងជាមួយនឹងអ្នកសារព័ត៌មានហើយក៏ខ្ញុំនិយាយជាមួយនឹងមេខ្ញុំថាឥឡូវធ្វើអញ្ចឹងទៅយើងនិយាយជាមួយពួកគាត់ឲ្យអស់រឿងពីក្រោយឆាកមិនចឹងប៉ុន្តែបើសិនជាគាត់ចាប់អារម្មណ៍ចំណុចណាគាត់សុំផ្សាយកន្លែងណាគាត់ទៅឆ្លងយោបល់ខ្ញុំសិនឲ្យខ្ញុំ clearance សិនឲ្យគាត់យកទៅផ្សាយបានអត់បាទពេលហ្នឹងមេខ្ញុំគាត់អនុញ្ញាតឃើញចាំបានថាអ្វីដែលខ្ញុំនិយាយចំណុចនេះគឺចង់និយាយថាជាអ្នកគ្រប់គ្រងព័ត៌មានជាអ្នកនាំពាក្យប្រធានយើងគាត់បានដាក់បើកប៉ុណ្ណេះយើងថាគាត់បើកតែ5ប៉ុន្តែពេលខ្លះយើងយល់អំពីអ្នកសារព័ត៌មានយើងបន្ថែមមកចំណុចទៀតទៅឲ្យបាន6ទៅយើងសំខាន់អនុញ្ញាតពីគាត់ទៅគាត់ស្ដាប់ទៅគាត់យល់ហេតុផលពីព្រោះគាត់មិនមែនជាអ្នកកសែតទេគាត់ជាអ្នកកម្រិតអ្នកបច្ចេកទេសផងមេ UN វាទៅចង់កម្រិតនយោបាយហើយពីព្រោះទទួលបានការតែងតាំងពីអគ្គលេខាធិការអង្គការសហប្រជាជាតិណាគាត់ដឹងតែរឿងធ្វើកិច្ចការហ្នឹងដល់ពេលខ្ញុំយល់ពីអ្នកកសែតដូចគ្នាខ្ញុំសុំគាត់ថាឥឡូវបើសិនជាគាត់សុំមកខួបពីខួបព្រោះកសែតគ្នាត្រូវការស៊ីវែងគ្នាស៊ីអញ្ចឹងហើយគ្នាគាត់ថាថែមខួបទៅប៉ុណ្្នឹងអាចសុំបានពេលគាត់ក៏ព្រមឃើញទេពេលហ្នឹងក៏យើងមានកម្មវិធីហ្នឹងជាប្រចាំខែបានប្រហែលខែដែររហូតដល់គាត់រវល់ខ្លាំងទៅក៏អត់ទៅបាទអញ្ចឹងដូច្នេះគឺយើងអាចកែច្នៃចឹងដែរបើមិនបើខាងក្រមព័ត៌មានហ្នឹងគាត់អាចមើលឃើញចន្លោះហ្នឹងបាទអញ្ចឹងសារព័ត៌មានគាត់ជួយចិត្តដែរបាទពេលខ្លះហ្នឹងក៏ពេលខ្លះហ្នឹង Cambodia Daily កាលជំនាន់នៅផ្សាយនៅស្រុកខ្មែរក៏ធ្វើខ្ញុំកេងលក់ដែរណាជាការពាក្យខ្ញុំនិយាយអញ្ចឹងមកពេលខ្លះខ្ញុំទៅជ្រុលដែរជ្រុលហ្នឹងចូលចេះអ្នកកសែតនៅហ្នឹងភាសាខ្មែរហ្នឹងគ្នាឯងពូម៉ាពេលដែលគាត់ទេមកយើងនិយាយលេងយើងមិនចង់និយាយតែប្រមាត់ឲ្យចប់ហ្នឹងនិយាយមិត្តភក្តិនោះនិយាយគ្នាហួសប្រាប់គាត់ថាកំផ្សាយឥឡូវហ្នឹងឯងនិយាយប្រាប់ខ្លួនឯងលោកឯង background ពួកនោះយកទៅប្រាប់មេរដាក់បាទមេអ្នកនាំពាក្យគេនិយាយចឹងដាក់ចេញព្រមលេងចេញឈ្មោះខ្ញុំទៅហ្នឹងមេមហាស្រីកាលឲ្យនិយាយបាទពេលខ្លះវាជាមួយនឹងការងារយើងវាត្រូវធ្វើចឹងយើងតើប្រជុំនឹងជាក្បាលខ្លះបាទអរគុណក្មួយបាននិយាយដល់បាញ់មិញហ្នឹងបាទអញ្ចឹងណាខ្ញុំគាត់ថាមានយោបល់ប៉ុណ្្នឹងទេបាទអាចទទួលយកបានក៏ទទួលមិនទទួលយកបានក៏មិនអីតែខ្ញុំគាត់ថាថ្ងៃក្រោយណាបាទអញ្ចឹងអរគុណប្រិមិត្តចាំងស្អែកនឹងជួបគ្នាបាទសូមជម្រាបលាបាទ